ការចំណាយរដ្ឋាភិបាលសកលជំរុញឲ្យបំណុលពិភពលោកឈានដល់កំណត់ត្រា$348 ទ្រីលាននៅឆ្នាំ2025បំណុលសកលបានឡើងដល់កំណត់ត្រាថ្មី$348 ទ្រីលាននៅចុងឆ្នាំ2025បន្ទាប់ពីបានបន្ថែមជិត$29 ទ្រីលានក្នុងរយៈពេលត្រឹមតែ1ឆ្នាំដែលជាការកើនឡើងប្រចាំឆ្នាំយ៉ាងលឿនបំផុតចាប់តាំងពីអំឡុងពេលជំងឺរាតត្បាត COVID-19 នេះបើយោងតាមរបាយការណ៍របស់សមាគមធនាគារ Institute of International Finance ដែលហៅកាត់ថា IIF ចេញផ្សាយកាលពីថ្ងៃពុធការកើនឡើងនេះត្រូវបានជំរុញជាចម្បងដោយរដ្ឋាភិបាលមួយចំនួនដែលមានចំណាយលើសពី$10 ទ្រីលាននៃការកើនឡើងសរុបសហរដ្ឋអាមេរិកចិននិងតំបន់អឺរ៉ុបមានចំណាយប្រហែល3/4នៃការកើនឡើងនេះបើយោងតាមរបាយការណ៍ Global Debt Monitor ចុងក្រោយរបស់ IIF ទិន្នន័យបង្ហាញថាវដ្តបំណុលសកលបច្ចុប្បន្នត្រូវបានជំរុញតិចជាងមុនដោយគ្រួសារឬក្រុមហ៊ុនឯកជនប៉ុន្តែបន្ថែមឡើងដោយអោនភាពថវិការដ្ឋជាបន្តបន្ទាប់ក្នុងសេដ្ឋកិច្ចធំៗខណៈទីផ្សារប្រាក់បំណុលបានទទួលយកការលក់បានបំណុលបំបីកំណត់ត្រាថ្មីនៅដើមឆ្នាំនេះទោះបីសេដ្ឋកិច្ចសកលត្រូវបានរំពឹងថានឹងរក្សាកំណើនមានស្ថិរភាពក្នុងកម្រិតមធ្យមក៏ដោយសំណួរសម្រាប់វិនិយោគិនគឺថាតើការបន្តខ្ចីប្រាក់អាចធ្វើឲ្យកើនភាគរយនៃ ratio បំណុលកើនឡើងដែរឬទេឬធ្វើឲ្យតម្រូវការបាត់បំណុលរត់អន់ថយជាភាគរយនៃផលិតផលក្នុងស្រុកសរុបបំណុលសកលបានធ្លាក់បន្តិចមកនៅប្រហែល308% នៃ GDP នៅឆ្នាំ2025ដែលជាសម្រួលចម្បងដោយសារប្រទេសអភិវឌ្ឍខ្ពស់ប៉ុន្តែអត្រាបំណុលនៅទីផ្សារកំពុងអភិវឌ្ឍបន្តកើនឡើងដល់កំណត់ត្រាថ្មីលើសពី135% នៃ GDP IIF បានព្រមានអំពីការរួមបញ្ចូលគ្នារវាងគោលនយោបាយថវិកាពង្រីកគោលនយោបាយរូបិយវត្ថុបន្ធូរបន្ថយនិងការបន្ថយបទបញ្ញត្តិអាចជំរុញឲ្យបំណុលបន្តកើនឡើងខណៈបង្កើនការព្រួយបារម្ភអំពីការកើនឡើងនៃការសម្រួលកម្រិតឥណទាននិងហានិភ័យទីផ្សាររដ្ឋាភិបាលមានចំណែកធំបំផុតក្នុងការកើនឡើងបំណុលដូចជាបំណុលរដ្ឋាភិបាលសកលប្រហែល$106.7 ទ្រីលានកើនពី$96.3 ទ្រីលាននៅចុងឆ្នាំ2024បំណុលក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុប្រហែល$100.6 ទ្រីលានបំណុលគ្រួសារកើនដល់$64.6 ទ្រីលាននៅទីផ្សារអភិវឌ្ឍបំណុលសរុបឡើងដល់$231.7 ទ្រីលានខណៈកំពុងអភិវឌ្ឍឈានដល់$116.6 ទ្រីលានទាំងពីរនេះគឺជាកំណត់ត្រាថ្មី IIF ប៉ាន់ប្រមាណថាទីផ្សារកំពុងអភិវឌ្ឍត្រូវប្រឈមនឹងការសងបំណុលជាង$9 ទ្រីលាននៅឆ្នាំ2026ខណៈទីផ្សារអភិវឌ្ឍមានបំណុលផុតកំណត់ជាង$20 ទ្រីលានបច្ចុប្បន្នតម្រូវការវិនិយោគនៅតែរឹងមាំប៉ុន្តែការរួមបញ្ចូលគ្នារវាងការខ្ចីប្រាក់រដ្ឋខ្ពស់ការបន្តសងបំណុលច្រើននិងការចេញបានបំណុលកំណត់ត្រាមានន័យថាកម្រិតបំណុលសកលនឹងនៅតែជិតកំណត់ត្រាប្រវត្តិសាស្ត្រហើយជំរឿសគោលនយោបាយថវិកានិងកំណត់ទិសដៅស្ថានភាពហិរញ្ញវត្ថុពិភពលោកនៅអនាគតសរុបសេចក្តីមកប្រសិនបើទំហំបំណុលពិភពលោកនៅតែបន្តកើនឡើងហើយអសមតុល្យជាមួយអត្រាកំណើនសេដ្ឋកិច្ចនោះមានន័យថាសញ្ញាអវិជ្ជមានសកលកំពុងមានវត្តមានដែលនឹងធ្វើឲ្យបាត់បង់ទំនុកចិត្តវិនិយោគឈានទៅដល់ការចាប់យកទ្រព្យសុវត្ថិភាពមានដូចជាមាសជាដើមនោះមកធ្វើជាជំរកសុវត្ថិភាពបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ